the មានសំឡេង the នៅពេលដែលវានៅពីមុខស្រៈទាំង5នេះចុះកន្លែងនេះហេតុអ្វីបានវាមានសំឡេង the អានេះមុខនេះស្រៈដែរហេតុអ្វីបានវាមានសំឡេង the បែបហ្នឹងឥឡូវបងប្អូនមកមើលវីដេអូនេះឲ្យចប់បងប្អូននឹងលែងឆ្ងល់ហើយខ្ញុំនឹងលម្អិតជូនបងប្អូនឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើទៅបានមានបងប្អូនសួរខ្ញុំជាច្រើនថាហេតុអ្វីមូលហេតុអ្វីអូខេអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមប្រាប់បងប្អូនអញ្ចឹងរាល់ពាក្យដែល th នេះវានៅពីមុខស្រៈទាំង5នេះគឺវាមានសំឡេង the តែករណីលើកលែងមួយអក្សរ u នឹងលើកលែងបែបម៉េចបែបនេះឧទាហរណ៍ថាអក្សរ u នៅពីមុខបែបនេះហើយតមក consonant តមកស្រៈហើយអាកន្លែង u នេះយើងអានថា u អញ្ចឹងសំឡេង u មិនមែនជាស្រៈទេវាស្មើនឹងអក្សរ yo u វាស្មើនឹងអក្សរ y បើយើងនិយាយពីភាសាអង់គ្លេសគឺស្មើនឹងអក្សរ y អញ្ចឹងសំឡេង u អញ្ចឹងអាកន្លែងនេះthe កន្លែងនេះគឺអត់មានសំឡេង the ទេចាំកន្លែងហ្នឹងបងប្អូនដោយសារ u កន្លែងនេះយើងអានថា u វាគឺជាសំឡេងស្រៈវាគឺជាសំឡេងជញ្ជាក់ច្រឡំបងប្អូនកន្លែងហ្នឹងវាគឺជាសំឡេងជញ្ជាក់វាស្មើនឹងអក្សរ yo អញ្ចឹងយើងអានថា the uniform អត់អានសំឡេង the ទេកន្លែងហ្នឹងចំណាំបងប្អូន the uniform the university the union ឃើញទេបងប្អូន u consonant ស្រៈ u consonant ស្រៈហើយ u កន្លែងនេះយើងអានថា u អញ្ចឹងអាកន្លែង th នេះគឺវាមានសំឡេង the វាអត់មានសំឡេង the ទេចាំអញ្ចឹង the unity the universeអញ្ចឹងឥឡូវមកមើលកន្លែងនេះ u ដូចគ្នាដែរតែ u កន្លែងនេះហេតុអ្វីបានវាមានសំឡេង the នេះអានេះយើងអានថា the ពីរហ្នឹងខុសគ្នាសំឡេងអញ្ចឹងយើងអានថា the umbrella អញ្ចឹងមានន័យថានេះអាកន្លែង u នេះ u បន្ទាប់មក consonant បន្ទាប់មក consonant ទៀត u ស្រៈជញ្ជាក់អញ្ចឹងអាកន្លែង u នេះគឺយើងអានថាសំឡេងm ឃើញទេវាគឺជាសំឡេងស្រៈអានេះ u ឃើញទេ uniform អញ្ចឹងវាគឺជាសំឡេងជញ្ជាក់អក្សរ yo ឬមួយក៏ y uniform អញ្ចឹង the uniform and the umbrella ឃើញទេបងប្អូនពីរនឹងបែងចែកឲ្យដាច់ហើយមួយវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តហើយជួយ share ម្នាក់មួយផងបើសិនជាចូលចិត្តអញ្ចឹងនៅខាងមុខស្រៈបែបនេះទៀតនេះអញ្ចឹង th នេះគឺវាមានសំឡេង the apple the end the internet the opportunity ឃើញទេគឺវាមានសំឡេង the វាខុសប្លែកតែនេះអញ្ចឹងខ្ញុំបានលម្អិតជូនបងប្អូនហើយអរគុណច្រើនបងប្អូនសម្រាប់ការគាំទ្រវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច share ម្នាក់មួយផងបើសិនគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នា